សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតអំពីទីផ្សារភាគហ៊ុននៅក្នុងstock Evidian គឺវាអត់សូវចុះប្រមាណទេបងប្អូនទោះជា stock ផ្សេងចុះច្រើនតែ Evidian ហ្នឹងគឺវាចុះដែរប៉ុន្តែវាចុះដូចជា4-10-20រៀលបងប្អូនប៉ុន្តែកាលពីថ្ងៃសុក្រហ្នឹងគឺភាគហ៊ុនបានចុះហើយក្រុមហ៊ុន Evidian ហ្នឹងគឺបានចុះតម្លៃពី114ហ្នឹងមក106ប៉ុន្តែពេលដែលខ្ញុំចូលមើលនៅក្នុងstock charger បងប្អូនគឺ on MACD គឺវាបាន call Evidian up អញ្ចឹងខ្ញុំគិតថាថ្ងៃច័ន្ទនេះព្រឹកថ្ងៃច័ន្ទពេល market បើកហ្នឹង Evidian អាចនឹងឡើងបងប្អូនហើយឡើងប្រហែលហ្នឹងគឺតាមដែលខ្ញុំយល់ហើយ understand គឺប្រហែលឡើងប្រហែលខ្ទង់208-209ដុល្លារទៅតាមបើសិនជាទីផ្សារគេមានលំនឹងបន្តិចថ្ងៃច័ន្ទនេះគឺអាចឡើងដល់208ឬក៏209ព្រោះអីឥឡូវហ្នឹងគឺតម្លៃវាគឺ206អញ្ចឹងកន្លែងhandle នេះគឺវា call Evidian ឡើងបងប្អូនអញ្ចឹងខ្ញុំគិតថាបើវាឡើងក៏ប្រហែលជាមិនឡើងច្រើនម៉ានេះបងប្អូនប្រហែលជាខ្ទង់2-3ដុល្លារកាលពីវាចុះនៅសល់198ខ្ញុំបានទិញវាប្រហែលជា50 share ដែរនៅក្នុង account មួយសម្រាប់ទិញលក់ដែលខ្ញុំទុនសម្រាប់លក់ខ្ញុំគិតថាបើសិនជាវាឡើងដល់9ឬក៏10 209ឬក៏10ដុល្លារខ្ញុំនឹងលក់ក្រុមហ៊ុននេះយកមកទិញអីផ្សេងដូចជា Rocket Lab អីបងប្អូន Rocket Lab ក៏វាថោកដែរប៉ុន្តែEvidian ហ្នឹងគឺខ្ញុំមានច្រើននៅក្នុងaccount មួយទៀតតែពេលដែលខ្ញុំទិញហ្នឹងគឺថោកមានតម្លៃថោកគឺទៅ130-140អីទេប៉ុន្តែអាហ្នឹងខ្ញុំអត់លក់ទេខ្ញុំលក់ខ្ញុំទិញលក់account មួយទៀតតែខ្ញុំបានទិញតម្លៃវារៀងថ្លៃប៉ុន្តែទោះជាចំណេញតិចតួចតែអានេះសម្រាប់ថាទិញលក់ដើម្បីថាកុំឲ្យយើងពេលទីផ្សារធ្លាក់ចុះយើងអត់មានប្រាក់ចំណូលណាអញ្ចឹងទៅខ្ញុំទិញបើក account មួយដែលអាចទិញលក់នៅពេលថ្លៃហើយនិយាយថាយើងទិញពេលថោកវាឡើងថ្លៃបន្តិចបន្តួចយើងលក់អានេះនិយាយទៅដូចកំដរអារម្មណ៍បងប្អូនប៉ុន្តែlong term ខ្ញុំអត់បានលក់ទេព្រោះអីខ្ញុំទិញក្នុងតម្លៃដែលថោកមែនតើទោះជាឥឡូវហ្នឹងវាចុះប៉ុន្តែខ្ញុំនៅតែជាចំណេញក្នុងមួយ share ហ្នឹងដល់ទៅ70រៀលជាងបងប្អូនហ្នឹងហើយ60-70រៀលជាងអញ្ចឹងខ្ញុំទុកអាហ្នឹងពេលវែងប៉ុន្តែ account Evidian account មួយនេះគឺខ្ញុំបានទិញវាក្នុងតម្លៃត្រឹម190ហើយខ្ញុំទិញអត់ច្រើនប្រហែលទេបងប្អូនអញ្ចឹងខ្ញុំនឹងលក់វាបើសិនជាស្អែកហ្នឹងហើយពេល market ហ្នឹងបើកហើយវាបើកហើយវាចំណេញបានត្រឹមតែ210អីខ្ញុំនឹងលក់វាយកលុយចំណេញហើយទិញអីផ្សេងអញ្ចឹងបងប្អូនអូខេមិនយើងអាប់ដេតប៉ុន្តែខ្ញុំគិតថា Evidian ថ្ងៃច័ន្ទព្រលឹមថ្ងៃច័ន្ទហ្នឹងវានឹងឡើង